សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះសូមណែនាំបងប្អូនតាក់ទងពីការដាក់លុយផ្ញើទៅប្រទេសកម្ពុជាអញ្ចឹងណាអញ្ចឹងមុនដំបូងយើងមកដល់កន្លែងកាតធនាគារ USO យើងបញ្ចូលអាកាសនេះចូលទៅកន្លែងនេះហើយបើសិនជាបងប្អូនអត់ចេះភាសាជប៉ុនទេយើងចុចកន្លែងនេះចុចភាសាអង់គ្លេសមកហើយបន្ទាប់មកយើងចុច deposit បន្ទាប់មកយើងចុច card issue in Japan យើងចុច enter មកហើយយើងនឹងដាក់ចំនួនលុយដែលយើងចង់ផ្ញើទៅប្រមាណយើងដាក់ប៉ុណ្ណឹងមកហើយប៉ុណ្ណឹងវាអូខេហើយបន្ទាប់មកយើងមើលចំនួនទឹកលុយដែលយើងផ្ញើហ្នឹងវាត្រូវអត់ហើយត្រូវកាត់ថ្លៃសេវាហ្នឹងកាត់អស់ប្រមាណហើយប្រមាណយើងមើលហើយយើងចុច enter មកអញ្ចឹងយើងនឹងដកកាតហើយនឹងវានឹងចេញវិក័យប័ត្រមួយសម្រាប់យើងគណនាថាអាលុយហ្នឹងយើងផ្ញើហ្នឹងប្រមាណយើងផ្ញើទៅ 100000 នៅថ្ងៃទីប្រហែលម៉ោងប្រហែលវេលាប្រហែលអញ្ចឹងណានៅទីតាំងណាសាខាណាអញ្ចឹងបាទជាចុងក្រោយអរគុណច្រើនបងប្អូនដែលបានទស្សនាក៏ដូចជាមើលវីដេអូនេះអរគុណជំរាបលា